view មានណាបេណាសិស្សលោកគ្រូអ្នកគ្រូនិងសិស្សសានុសិស្សមេតាក្រោមឆដើម្បីស្វាគមន៍វត្តមានរបស់ឯកឧត្តមបណ្ឌិតពិនកំឆេនអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាសវបសាទរ Today, I'm really happy to share my thoughts about my personal interest. The certificate ceremony, why it is such a meaningful for all of us. First, thank you to our teachers. Your parenting, your guidance, and encouragement help us grow not only in knowledge, but also as a better people. You believe in us even when we doubt with ourselves, and your lesson will stay with us for the rest of our life. សាលារៀននៅពេលបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 ដែលមានចក្ខុវិស័យបន្តសេវាអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សដោយផ្ដោតលើបាវចនាវិន័យគុណភាពនិងសេវាកម្មដោយមានការជឿជាក់របស់មេដាបេដានិងអ្នកអាណាព្យាបាលមកលើសាលារៀននៅពេលសាលាកំពុងខិតខំប្រឹងប្រែងអនុវត្តតាមទិសដៅមួយចំនួនទៀតដូចខាងក្រោម 1. បន្តពង្រឹងគុណភាពអប់រំដល់សិស្សានុសិស្ស 2. រៀបចំគ្រូបរទេសមកបង្រៀននៅក្នុងសាលានាពេលឆាប់ៗខាងមុខនេះ អភិវឌ្ឍការបង្រៀននិងរៀនស្របតាមបរិបទថ្មីនៃយុគសម័យ AI បន្តរៀបចំការប្រឡង Spelling Bee និង Public Speaking ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបាទមានឱកាសដើម្បីចូលរួមបញ្ចេញសមត្ថភាពនិងទេពកោសល្យរបស់ខ្លួនហើយអាចទទួលបាននៅអាហារូបករណ៍មេដៃនិងទឹកប្រាក់រង្វាន់ពីសាលាផងដែរ លទ្ធផលនៃការមានថ្ងៃនេះយើងមិនតិចទេអំពីអ្វីៗគ្រប់យ៉ាងពីអស់លោកស្រីជាមេតាបេដាអ្នកអាណាព្យាបាលដែលបានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីជួយដល់កូនរបស់យើងបានមកចូលរួមសិក្សានៅសាលាមួយដែលលោកគិតថាជាសាលាជាទីទំនុកចិត្តដែលធ្វើឲ្យកូនរបស់យើងក្នុងការបណ្ដុះបណ្ដាលពីសាលានេះទទួលបានលទ្ធផលល្អដែលមានលោកនាយកសាលា លោកតែងតែរិះរកធ្វើកិច្ចសហការពីគ្រប់មជ្ឈដ្ឋានទាំងអស់ធ្វើយ៉ាងណាឲ្យមានវិធីសាស្ត្រនៃការបង្រៀនធ្វើឲ្យកូនរបស់យើងដែលជាសិស្សានុសិស្សងាយយល់ឆាប់ចាប់បាន